កាត់យប់ទៀតហើយបងអើយចឹងបងមិនឆ្ងល់ថាមិនបានគីឡូខ្ញុំអត់សក់អត់បងដោយសារអញ្ចឹងយប់ឡើងហើយក៏នៅល្វីមអីអញ្ចឹងទៅណាបើកទូទឹកកកទៅឃើញមានស្វាយត្រាំនៅហើយក៏នឹកឃើញអូយតលេអំបិលម្ទេសឲ្យលឿនអីចឹងណាហើយជាទូទៅអំបិលម្ទេសខ្ញុំអត់សូវចោលទេបងនៅផ្ទះអត់សូវដាច់ទេគឺតែងតែមានស្គរលើនេះមកកាត់យប់បងហើយម៉ោង8កន្លះជិត9ណាហើយប្តីខ្ញុំក៏ស្មានលក់បាត់ហើយបងហើយប្រពន្ធនេះមកឆ្វេងឆ្វាយអង្គុយហូបស្វាយហូបអីបងឃើញដាក់អញ្ចឹងមកបងនិយាយពីថាមួយម៉ាត់ហើយមួយម៉ាត់ទៀតអូឆ្ងាញ់មែនតើអញ្ចឹងណាបងចឹងបងមើលតមាត់ក៏ដឹងដែរមាត់ឆ្ងាញ់មិនឆ្ងាញ់អីចឹងណាបងហើយនិយាយពីថាអត់ដឹងជូរអត់ដឹងអីទេឆ្ងាញ់រហូតមាត់នឹងគ្រាន់តែហើយរៀងស្គៀថ្មិញអីតិចចឹងណាបងចឹងរើសទៅរើសមកម្ដុំហើយម្ដុំហើយទៀតម្ដុំហើយម្ដុំទៀតបងមកប្រអប់នោះសល់តែ3ចំណិតគត់ប៊ីអស់តែដោយសារទៅលេងរួចអត់សល់តែ3ចំណិតទេចឹងក៏ឈប់តាម3ចំណិតហ្នឹងទៅបងឃើញនិយាយពីថាមាត់នេះដូចគេរំចឹងដាក់អីក៏បានដាក់អីក៏បានដែរដូចចាស់ថាអញ្ចឹងអ្នកចូលចិត្តមកជួបងមាត់ដូចគេរំអញ្ចឹងបើហៅហូបអីឬមិនសូវចង់តែបើសិនណាជានេះបងមើលតែអំបិលម្ទេសខ្ញុំមើលតែសម្រស់ដឹងហើយបងថារសជាតិបែបណាអញ្ចឹងណាចឹងហូបហើយហូបទឹកហើយដេកបងអញ្ចឹងគីឡូវាអត់ទៅណាទេនៅនឹងទាំងអស់គីឡូពេលខ្លះក៏កាត់ stress ដែរបងពេលខ្លះស្មុកស្មាញខ្លាំងពេក stress ខ្លាំងពេករៀងសែតចឹងទៅអត់ដឹងធ្វើម៉េចដាក់ម្ជូរដាក់អីចឹងទៅឆ្អែតហើយហូបទឹកហើយចូលដេកលក់ផឹងរួចមួយថ្ងៃទៀតស្អែកឡើងចំគិតថ្ងៃថ្មីអញ្ចឹងណាបងព្រោះបើសិននៅតែដេកកើតຕົកទេដំណើរជីវិតនឹងអត់ទៅមុខរួចទេអរគុណ